តែពីមានកូនមកនិយាយទៅបងប្អូនអើយតើបានរំទេខ្ញុំខានរំយូរហើយដល់ពេលបានរំម្ដងនិយាយពីថាសវាយទៅសវាយចាបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺមានកម្មវិធីកាត់ចំណងដៃមិត្តភ័ក្តិរបស់ខ្ញុំគឺនៅខាងជ្រៃស្រុកស្វាយអន្តរហើយយើងរៀបចំខ្លួនប្រទេសទៅហើយដល់ពេលធ្វើដំណើរជិះម៉ូតូក៏ស្លៀកពាក់បែបនេះអញ្ចឹងណាព្រោះថាធ្វើដំណើរផ្លូវឆ្ងាយបងប្អូនអើយហើយខ្ញុំទៅនេះគឺថាពីម៉ូតូពួកម៉ាក់ខ្ញុំជាមួយនឹងប្តីគាត់ហើយនឹងខ្ញុំជាមួយនឹងប្តីខ្ញុំចារោងការនៅរៀងឆ្ងាយបងប្អូនហើយអញ្ចឹងហើយយើងទៅរៀងភ្លឺដែរឥឡូវនេះគឺថាមកដល់រោងការហើយមនុស្សចាប់ផ្ដើមមកមួយដែរហើយខ្ញុំធ្វើការផ្ញើម៉ូតូផ្ញើអីហើយយើងក៏ធ្វើដំណើរដើរទៅកាន់សំដៅទៅរករោងការទៅពួកម៉ាក់ខ្ញុំវាសោយតែខ្ញុំទេយើងស្លៀកពាក់រ៉ូបធម្មតាអញ្ចឹងដល់ពេលយើងជិះម៉ូតូមិនយើងត្រូវស្លៀកស្រោមពាក់អាវក្រៅដល់ពេលទៅដល់ហ្នឹងយើងគ្រាន់តែផ្លាស់ខោអាវចេញទៅគឺរួចរាល់ហើយឥឡូវនេះមកដល់រោងការហើយនិយាយទៅកូនកន្លះកូនកំមុំអូពិសេសកូនកំមុំគឺថាខ្ជូតខ្លាំងមែនតែម្ដងអូយដោយសារខ្ញុំមកដល់មុនគេអញ្ចឹងហើយយើងក៏ធ្វើការនៅថតរូបមុខរោងអីលេងសិនទៅដើម្បីរងចាំឲ្យជុំគ្នាជាមួយមិត្តភ័ក្តិដទៃទៀតប៉ុន្តែដោយសារចាំយូរពេកហាវក៏ទិញការ៉េមពីអ្នកប្តីថាមកការគេគឺហូបការ៉េមសិនទៅទ្របពោះចាំយូរគេព្រមមកដល់និយាយទៅឡើងល្ងិតចាំទម្រាំតែមកដល់និយាយទៅការ៉េមអស់ឡើង2ដើមបងប្អូនអើយទម្រាំតែបានជុំគ្នាដល់ពេលចាំយូរពេកនៅតែមិនទាន់ឃើញមកខ្ញុំក៏ដើរចូលតុមកអង្គុយហូបបាយមុនទៅបងប្អូនដោយសារឃ្លានខ្លាំងហើយចាំយូរពេកហើយម្ហូបរបស់យើងគឺថាបហៀហូច្រើនខ្លាំងមែនតើហើយសុទ្ធតែឆ្ងាញ់តែម្ដងនិយាយទៅអូយសុទ្ធតែជារបស់ដែលចូលចិត្តគាត់ថាសាច់ដែលចាំពួកម៉ាក់ខ្ញុំនិយាយទៅពួកខ្ញុំហូបឡើងឆ្អើតរួចរាល់ហើយបានពួកគាត់មកដល់ទៅពេលអញ្ចឹងទៅយើងហូបរួចរាល់ហើយក៏ដើរសំដៅទៅរកតុរបស់ពួកគាត់ហើយនិយាយពីថាម្នាក់ជាប់កូនជាប់ចៅអូយមកនេះឡើងរណេងរណាំងពេញទៅនឹងនិយាយទៅខ្ញុំសំណាងហើយខ្ញុំអត់យកកូនទៅដោយសាររៀបទៅនឹងគឺថាមេឃភ្លៀងអញ្ចឹងហើយឲ្យកូនទៅទេខ្លាចពិបាកជិះម៉ូតូឆ្ងាយបន្ទាប់ពីពួកគាត់ហូបអីរួចរាល់ឆ្អែតរួចរាល់ហើយយើងក៏ធ្វើការថតរូបជុំគ្នាអូនិយាយទៅបងប្អូនអើយអ្នកខ្លះបែកគ្នាឡើង10ឆ្នាំហើយតាំងពីរៀនចប់គឺថាដើរបានជួបគ្នាទេដល់ពេលជួបគ្នាម្ដងលក្ខណៈថាមានការនឹករលឹកគ្នាជាខ្លាំងហើយដោយសារតែស្ដាយថាម្នាក់ផ្លូវឆ្ងាយអញ្ចឹងយើងក៏មិនបានជួបជុំគ្នាយូរដែរបងប្អូនអើយជួបជុំគ្នាបានតែមួយផ្លែតពេលនឹងក៏ត្រូវនាំគ្នាត្រឡប់មកផ្ទះរៀងខ្លួនដែរគាត់ថាទស្សនវិជ្ជាបែបនេះបងប្អូនណាថតឲ្យបានកុំឲ្យរំលងសោះវគ្គកោម៉ែនិយាយទៅទានេះទានោះម្នាក់3កោរណេរណោងថាទូចទៅទូចយំធំហើយក៏នៅកោដែរកោចុះកោឡើងមានទេពួកខ្ញុំដឹកដៃគ្នាមករំទៅឲ្យកូនហ្នឹងនៅជាមួយនឹងប៉ាប៉ាទៅហើយបើដូចខ្ញុំវិញនិយាយទៅខ្ញុំមិនសូវចេះរំទេបងប្អូនហើយខ្ញុំមិនដើររំទេខ្ញុំមានអារម្មណ៍ថាខ្មាស់ប៉ុន្តែនេះដោយសារយើងមកការនៅស្រុកឆ្ងាយដល់ពេលចឹងអត់មានប្រាស្គាល់យើងទេហើយគូផ្សំនឹងជួបជុំរបៀបថាដៃគូដៃកង់ទៀតអញ្ចឹងហើយក៏រំលេងនិយាយទៅបងប្អូនអើយសប្បាយមួយយ៉ាងដែររបៀបថាយើងបែកគ្នារាប់ឆ្នាំដល់ពេលបានជួបគ្នាម្ដងនោះអូយសប្បាយខ្លាំងមែនតែដូចខ្ញុំនិយាយចឹងពេលវេលាខ្លីយើងជួបគ្នាបានតែមួយផ្លែតទេបន្ទាប់ពីរំបានពីវិបត្តិនឹងហើយនិយាយទៅម្នាក់ក៏ត្រូវដល់ម៉ោងត្រឡប់មកផ្ទះវិញព្រោះថាផ្លូវវាស្ទើររៀងឆ្ងាយរៀងខ្លួនហើយមេឃខែហ្នឹងវារៀងភ្លៀងទៀតអញ្ចឹងហើយក៏បែកផ្លូវគ្នាអស់ទៅ